សម្ដេចតេជោហ៊ុនសែនរំលឹកដល់ដំណើរការងារដំបូងនៅខេត្តកំពង់ឆ្នាំងកាលពី40ឆ្នាំមុននៅព្រឹកថ្ងៃទី15ខែឧសភានេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបញ្ជាក់ថានៅពេលមកដល់ខេត្តកំពង់ឆ្នាំងបានធ្វើឲ្យនឹកឃើញកាលពី40ឆ្នាំមុនក្នុងខែធ្នូឆ្នាំ1985ដែលសម្ដេចបានបំពេញកិច្ចការផ្លូវការនៅក្នុងឋានៈជានាយករដ្ឋមន្ត្រីរយៈពេល2ថ្ងៃមួយយប់ក្នុងអំឡុងពេលនោះសម្ដេចបានអញ្ជើញមកពិនិត្យស្ថានភាពនេសាទការទិញស្រូវនិងការចែកចាយទំនិញដល់ប្រជាពលរដ្ឋពិសេសសម្ដេចក៏បានសម្រេចផលចានជ័រកៅស៊ូចំនួន2លានចានតាមរយៈសិប្បកម្មផលិតឥន្ធក្បឿងដែលមានទីតាំងនៅស្រុកកំពង់លែងផងដែរសម្ដេចបានថ្លែងថាក្រោយពីកំណត់ពេល40ឆ្នាំខេត្តកំពង់ឆ្នាំងបានរីកចម្រើននិងអភិវឌ្ឍទៅជាខេត្តមួយដែលមានសក្តានុពលខ្លាំងក្នុងពេលដូចគ្នាសម្ដេចក៏មានវ័យចំណាស់ពី32ឆ្នាំមកដល់72ឆ្នាំក្នុងឱកាសនេះសម្ដេចតេជោក៏បានភ្ជាប់រូបភាពមួយដែលថតនៅក្នុងដំណើរទស្សនកិច្ចនោះដែលមានអតីតអភិបាលខេត្តឯកឧត្តម ដោក ណារិន អមដំណើរជាមួយផងដែរ